សូមជំរាបសួរលោកគ្រូពេញចំថានឹងជំរាបសួរលោកគ្រូអ្នកហើយខ្ញុំមកធ្វើកិច្ចការផ្ទះដែលលោកគ្រូពេញចំថាបានដាក់ឲ្យសង្ខេបមេរៀនសប្តាហ៍ទី5ការវិតម្លៃក្នុងម៉ោងសិក្សានិងការវិតម្លៃតាមឋានៈដោយផ្អែកលើការវិតម្លៃបញ្ចប់ហើយនៅក្នុងពេលហ្នឹងគេនិយាយតែការវិតម្លៃនៅក្នុងម៉ោងសិក្សាទេចឹងវត្ថុបំណងនៃការរៀនមេរៀនហ្នឹងគឺបន្ទាប់ពីចប់មេរៀនហ្នឹងគឺយើងអាចកំណត់បានពីអត្ថន័យនៃការវិតម្លៃតាមដំណាក់និងការវិតម្លៃតាមដំណាក់ទៅផ្អែកលើការវិតម្លៃបញ្ចប់ដែលមើលលើភាពខុសគ្នារបស់វាហើយខអនុញ្ញាតបានពីរបៀបសង្កេតកើតកិរិយារបស់សិស្សការបញ្ចេញសំឡេងកាយវិការនិងទឹកមុខនិងតំណែងតាមរយៈខ្សែភ្នែកហើយត្រូវបានប្រើដើម្បីបកស្រាយពីការចូលរួមនិងការយល់របស់សិស្សហើយសួរសំណួរដែលទាក់ទាញចម្លើយសមស្របដើម្បីឲ្យសិស្សចូលរួមនិងបង្ហាញការយល់ហើយផ្ដល់ព័ត៌មានត្រឡប់មកវិញដល់សិស្សកំឡុងពេលសិក្សានិងជជែកភាពខុសគ្នារវាងការផ្ដល់ព័ត៌មានត្រឡប់ខុសដោយសិទ្ធិភាពនិងគ្មានសិទ្ធិភាពអញ្ចឹងវាពិតជាមានសារៈសំខាន់ណាស់ក្នុងការយល់ដឹងថាតើប្រភេទនៃការវិតម្លៃតាមដំណាក់ហ្នឹងវាបែបណាដែលអ្នកកំពុងប្រើហើយរបៀបប្រើហ្នឹងវាមានប្រសិទ្ធភាពយ៉ាងណាដែរអញ្ចឹងតើការវិតម្លៃតាមដំណាក់ហ្នឹងជាអីការវិតម្លៃតាមដំណាក់ហ្នឹងគឺជាដំណើរនៃការប្រមូលភស្តុតាងនៃការរៀនរបស់សិស្សដែលការផ្ដល់មតិកែលម្អដូចជាព័ត៌មានត្រឡប់ហ្នឹងតើសិស្សនឹងកែលម្អកែសម្រួលយុទ្ធសាស្ត្រនៃការបង្រៀននិងការសិក្សាដែលមានកម្ពស់លទ្ធផលច្រើនហើយវាមានដំណើរការវាជាវត្តមួយមានន័យថាមុនដំបូងយើងត្រូវវាតម្លៃតាមភស្តុតាងដូចជាការបកស្រាយដល់មានលំអៀងអញ្ចឹងតមកដល់មតិត្រឡប់ដល់សិស្សវិញដល់មតិភ្លាមឬក៏ពជាពេលឬក៏បែបណាអាស្រ័យលើស្ថានភាពជាក់ស្ដែងហើយកែលម្អការបង្រៀនតាមជំហានបន្ទាប់និងតាមរយៈសកម្មភាពសិស្សតាមមកទៀតគឺយើងត្រូវប្រមូលភស្តុតាងនៃការសិក្សាដូចជាការសង្កេតមិនផ្លូវការសួរសំណួរលំហាត់ដែលមានរចនាសម្ព័ន្ធការវិតម្លៃរបស់សិស្សនេះអញ្ចឹងចរិតលក្ខណៈនៃការវិតម្លៃតាមដំណាក់ហ្នឹងគឺវាខុសៗគ្នាដែលយើងផ្អែកទៅលើភស្តុតាងនៃការសិក្សារបស់សិស្សនិងរចនាសម្ព័ន្ធឬក៏អ្នកចូលរួមនៅពាក់ព័ន្ធមតិកែលម្អធ្វើនៅពេលណាការកែលម្អការបង្រៀនរបស់យើងនឹងមិនដែរហើយជ្រើសរើសនៃការកិច្ចការហ្នឹងហើយត្រូវបង្កើតអន្តរកម្មរវាងគ្រូសិស្សទូនទីនឹងស្វ័យវិតម្លៃរបស់សិស្សការលើកទឹកចិត្តនិងគុណលក្ខណៈសម្រាប់ភាពជោគជ័យអញ្ចឹងប្រភេទនៃការវិតម្លៃតាមដំណាក់វាចែកចេញជាពីរគឺក្នុងម៉ោងសិក្សានិងការវិតម្លៃតាមដំណាក់ដោយផ្អែកលើការវិតម្លៃបញ្ចប់អញ្ចឹងនៅក្នុងម៉ោងសិក្សាយើងអាចធ្វើការវិតម្លៃបានភ្លាមឬក៏មានគម្រោងពីដើមមកមុននឹងយើងចូលយើងធ្វើគម្រោងមួយអញ្ចឹងពេលយើងនិយាយយើងអាចអនុវត្តតាមគម្រោងនឹងបានចំណែកឯការវិតម្លៃតាមដំណាក់ដោយផ្អែកលើការវិតម្លៃបញ្ចប់ហ្នឹងមាននៅក្នុងគណៈឬក៏ការធ្វើទូទៅឬក៏ការធ្វើការលក្ខណៈវិតម្លៃខ្នាតធំអញ្ចឹងការវិតម្លៃក្នុងម៉ោងសិក្សាមានពីរប្រភេទគឺភ្លាមនិងបានគ្រោងទុកហើយការវិតម្លៃក្នុងម៉ោងភ្លាមហ្នឹងគឺកើតឡើងព្រមគ្នានៅពេលដែលយើងជាគ្រូនឹងធ្វើអន្តរកម្មជាមួយសិស្សហើយសួរសំណួរនៅក្នុងថ្នាក់ឬក៏ការងារក្រុមដើម្បីប្រមូលភស្តុតាងនៃការរៀនសូត្រហ្នឹងបង្កើតជាពេលវេលាដែលអាចបង្រៀនបានហើយការវិតម្លៃនៅក្នុងម៉ោងសិក្សាដែលបានគ្រោងទុកហ្នឹងគឺវាពាក់ព័ន្ធទៅនឹងការប្រើប្រាស់សំណួរដែលបានរៀបចំនឹងកិច្ចការដែលត្រូវបានប្រើប្រាស់នៅក្នុងចំណុចជាក់លាក់នៅក្នុងការរៀនហើយភាពខុសគ្នារវាងប្រភេទនៃការវិតម្លៃតាមដំណាក់ទាំងហ្នឹងគឺជាការវិតម្លៃដែលប៉ះពាល់ដល់ការសិក្សានិងសមិទ្ធផលរបស់សិស្សកម្រិតណា
វាច្បាស់ថាការវិនិច្ឆ័យម៉ោងសិក្សាមានអត្ថប្រយោជន៍ជាវិជ្ជមានបំផុតតាមដែលបានចងក្រងជាឯកសារបង្កើនផលិតផលដល់សិស្សហ្នឹងឲ្យលោក William និង Lacy ឆ្នាំ2015 ហើយ មានធាតុសំខាន់នៅក្នុងការដំណើរការនៃការបង្រៀនប្រកបដោយប្រសិទ្ធភាពគឺការត្រួតពិនិត្យជាបន្តដោយគ្រូនឹងដើម្បីបញ្ជាក់ពីព្រឹត្តិកម្មរបស់សិស្សចំពោះការបង្រៀននិងការរីកចម្រើនរបស់សិស្សហើយហេតុអីចាំបាច់សង្កេតសិស្សពេលម៉ោងរៀនពីព្រោះថាមើលពីធម្មជាតិនៃការចូលរួមរបស់សិស្សយើងចង់ដឹងធម្មជាតិនៃការចូលរួមរបស់សិស្សបានឲ្យបានកម្រិតណាហើយមើលពីបំណិនអន្តរបុគ្គលរបស់សិស្សក្នុងការងារក្រុមហ្នឹងគាត់អាចចូលរួមការងារក្រុមបានប៉ុណ្ណាមើលពីភាពត្រឹមត្រូវចម្លើយកូនសិស្សនៅពេលឆ្លើយសំណួរដែលយើងបានសួរហ្នឹងមើលពីបំណិននៃការប្រើប្រាស់ភាសាវគ្គស័ព្ទដែលសិស្សប្រើនៅក្នុងការបញ្ចេញកម្រិតហ្នឹងថាគាត់ប្រើភាសាបានត្រឹមត្រូវអត់វគ្គស័ព្ទហ្នឹងបានត្រឹមត្រូវអត់ហើយយើងមើលថាតើគ្រូត្រូវផ្ដល់ឧទាហរណ៍បន្ថែមឲ្យសិស្សទៀតដែរឬអត់សិនតែគាត់មិនទាន់យល់ទៅយើងយកថែមទៅហើយមើលថាតើគ្រូត្រូវហៅសិស្សមួយណាដើម្បីឲ្យឆ្លើយយើងមើលថាអ្នកណាដែលអាចវាមានពីរដំណើរបើសិនជាសិស្សហ្នឹងគាត់យកចិត្តស្ដាប់ទាំងអស់គ្នាយើងអាចសួរសិស្សណាដែលយល់បានច្បាស់និងមួយទៀតសួរសិស្សណាដែលមិនទាន់ច្បាស់តែបើមានសិស្សនៅថ្នាក់នឹងមិនសូវមើលទេមានអ្នកខ្លះមើលអ្នកខ្លះអត់ចឹងយើងមុនដំបូងគួរតែហៅបញ្ញាក់អារម្មណ៍ហៅអ្នកអត់ស្ដាប់សិនហើយមើលពីចំណាប់អារម្មណ៍របស់សិស្សហ្នឹងចាប់អារម្មណ៍លើមេរៀនប៉ុណ្ណាមើលពីកម្រិតយល់ដឹងតាមរយៈចម្លើយដែលឆ្លើយមកហ្នឹងហើយមើលដើម្បីដឹងពីចរិតឬក៏ចិត្តធ្វើរបស់សិស្សតាមរយៈចម្លើយរបស់ពួកគេហ្នឹងហើយត្រូវឆ្លើយតបតាមអារម្មណ៍និងប្រកបដោយអត្ថប្រយោជន៍ទៅកាន់សិស្សនឹងការសង្កេតសម្រាប់ការវិនិច្ឆ័យក្នុងម៉ោងសិក្សាគឺគ្មានរចនាសម្ព័ន្ធទេមានថាมันមានទម្រង់ឬក៏នីតិវិធីដែលបានកំណត់តែវាមិនចែកដន្យទេគេត្រូវជាឧទាហរណ៍ថាគ្រូមានប្រតិភិបរៀនសង្កេតសំខាន់នៅក្នុងថ្នាក់នីមួយៗបង្ហាញពីប្រតិកម្មច្បាស់ជាងអ្នកដទៃហើយមួយទៀតគឺការវិនិច្ឆ័យអាកប្បកិរិយាដែលគ្មានវាចាចឹងគ្រូបង្រៀនពឹងផ្អែកយ៉ាងខ្លាំងលើភាសាកាយវិការនិងការបង្ហាញទឹកមុខនិងទំនាក់ទំនងភ្នែករបស់សិស្សតាមការសង្កេតដ៏ត្រឹមត្រូវចឹងយើងមិនចាំបាច់ប្រើអីទេយើងគ្រាន់តែកលេចមើលអាកប្បកិរិយាទៅយើងដឹងណាយើងអាចវិនិច្ឆ័យសិស្សនឹងបានថាកូនសិស្សនឹងវាយ៉ាងម៉េចយល់បានកម្រិតណាអីកម្រិតណាចឹងយោងទៅតាមមេរ៉ាប៊ែននៅឆ្នាំ1981ជាច្រើន 90% នៃចិត្តរំភើបនឹងបានបញ្ជូននៅក្នុងសារមួយដែលបានតាក់ទងគ្នាដោយកត្តាមិនមែនជាពាក្យសម្ដីទេតែតំណងហ្នឹងគឺខ្លះតាមរយៈរូបរាងខាងក្រៅឬក៏ការកិរិយាឬភាសាកាយវិការឬក៏ការបង្ហាញទឹកមុខអីហ្នឹងដើម្បីតាក់ទងគ្នាចឹងការបង្ហាញតាមទឹកមុខដូចជាការគូររូបផ្ទៃមុខដែលបង្ហាញពីអារម្មណ៍ខុសគ្នា6យ៉ាងដូចជាស្អប់ខ្ពើមរីករាយទុក្ខព្រួយភ្ញាក់ផ្អើលនិងខឹងនិងភ័យខ្លាចអីអាចមានរយៈពេល7នាទីចឹងមុខគឺជាប្រភពដ៏សំខាន់បំផុតនៃព័ត៌មានដែលមិនមែនជាពាក្យសម្ដីព្រោះវាជាច្រកចេញចម្បងនៃអារម្មណ៍របស់មនុស្សម្នាក់ហើយវាកម្របំភ្លៃអត្ថន័យវានិយាយទៅយើងចង់មើលថាមនុស្សម្នាក់ហ្នឹងមានទឹកចិត្តបែបហ្នឹងគ្រាន់តែមើលមុខទៅគឺដឹងហ្នឹងយើងមើលបើសិនជាសិស្សមិនទុកចិត្តដូចបើកភ្នែកធំហាមាត់អីចឹងណាហ្នឹងហើយបើសិនជានេះយើងមើលអត្ថន័យទឹកមុខ
យើងរៀនសង្កេតទៅយូរទៅយើងស្ទាត់ហើយមួយទៀតគេនិយាយពីសំណួរផ្ទាល់មាត់នឹងចិញ្ចឹមនឹងការសង្កេតគឺគឺទៅផ្អែកខ្លាំងទៅលើរបៀបដែលសិស្សឆ្លើយក្នុងកំឡុងពេលបង្រៀនដើម្បីដឹងថាសិស្សនឹងយល់ពីអ្វីដែលយើងបានបង្ហាញកម្រិតណាអញ្ចឹងយើងអាចសួរជាសំណួរផ្ទាល់មាត់ទៅកាន់សិស្សវិញដោយដាក់ថាលោកគ្រូបាននិយាយអីយល់ពីអីអញ្ចឹងឲ្យគាត់ឆ្លើយឡើងវិញមកតែហើយហេតុអីបានត្រូវធ្វើថាតើគ្រូត្រូវធ្វើដូចម្ដេចដើម្បីសួរសំណួរផ្ទាល់មាត់ឲ្យមានប្រសិទ្ធភាពអញ្ចឹងយើងត្រូវសួរសំណួរច្បាស់ចំថាមិនងាយយល់ក្នុងការឆ្លើយហើយសួរសំណួរដែលបានគ្រប់គ្រងជាមួយនឹងលទ្ធផលសិក្សាកំពឹងទុកសំណួរដែលសិស្សក្នុងថ្នាក់ទាំងមូលនោះអាចឆ្លើយបានដើម្បីបង្កើនចិត្តចង់រៀនផ្ដល់ពេលវេលាគ្រប់គ្រាន់ក្នុងការឲ្យសិស្សឆ្លើយកុំឲ្យខ្លីពេកសិស្សលែងខ្ជិលឆ្លើយមកដោយសារតែខ្លីពេកផ្ដល់ចម្លើយសមរម្យឬក៏មតិត្រឡប់សមរម្យដល់ការឆ្លើយតបបើសិនហ្នឹងយើងថាបើថាខុសយើងមិនមែនទៅស្ដីឲ្យថាខុសអញ្ចឹងទេយើងត្រូវបង្វែរពាក្យផ្សេងមួយទៀតថាវាមិនទាន់លេងអញ្ចឹងជៀសវាងការសួរសំណួរទម្រង់បិទឧទាហរណ៍ថាគេសួរថាតើកម្ពុជាទទួលបានឯករាជ្យពីបារាំងនៅឆ្នាំណាហ្នឹងជាទម្រង់បិទអញ្ចឹងវាច្រើនសិស្សគាត់អាចឆ្លើយមិនអាចឆ្លើយបានតែប្រើសំណួរបដិញបន្ទាប់ពីចម្លើយរបស់សិស្សនឹងរហូតដល់ចម្លើយដែលយើងចង់បានហើយតែជិះវាងសំណួរដែលសិស្សដឹងចម្លើយហើយកុំសួរអីពួកគាត់ដឹងឯងសួរអីទៀតហើយសួរសំណួរតាមដាប់ដោយឲ្យបានសមរម្យកុំសួរមុខក្រោយចឹងវាញ៉ៃហើយយើងត្រូវចេះផ្ដល់មតិកែលម្អប្រកបដោយប្រសិទ្ធភាពដែរអញ្ចឹងវិធីដែលយើងត្រូវប្រើប្រាស់ហ្នឹងគឺវាចម្លើយត្រូវដឹងពីរបៀបឆ្លើយទៅនឹងសិស្សបន្ទាប់មកបង្ហាញពីចំណេះដឹងឬក៏ហេតុផលដែលយើងត្រូវកែលម្អមួយទៀតការពិនិត្យមើលគេថាដូចជាមើលការជួននឹងពីភាពត្រឹមត្រូវនៃចម្លើយរបស់ពួកគេអញ្ចឹងហើយទទួលស្គាល់ចម្លើយត្រឹមត្រូវរបស់សិស្សដែលមិនមានព័ត៌មានបន្ថែមទទួលស្គាល់ចម្លើយមិនត្រឹមត្រូវហើយអនុញ្ញាតឲ្យរៀនឡើងវិញអញ្ចឹងឲ្យបង្ហាញចម្លើយខុសដែលមិនចាំបាច់ដែលមិនប្រាប់ចម្លើយឬក៏វាបល់សម្រាប់កែលម្អមួយទៀតការនិយាយលម្អិតហើយវានិយាយទៅយើងនិយាយពយល់ពីមូលហេតុដែលមិនបានចម្លើយនឹងវាត្រូវអាចទុកពេលវេលាដើម្បីឲ្យគាត់រៀនឡើងវិញហាញចំណុចសំខាន់នៃអ្វីដែលយើងកំពុងបង្រៀននោះពណ៌នាមូលហេតុដែលចម្លើយមួយខុសនិងមូលហេតុដែលចម្លើយមួយត្រូវហេតុអីបានវាអញ្ចឹងហើយយើងត្រូវផុសគំនិតឬក៏ផ្ដល់ជាតម្រុយឲ្យសិស្សបានខ្លះទៅដើម្បីងាយស្រួលហើយមួយទៀតគឺការកំណត់ពីធម្មជាតិនៃការផ្ដល់មតិអញ្ចឹងទីមួយគឺចំនួនថា amount ហ្នឹងគឺជាទៅការផ្ដល់មតិកែលម្អដែលពណ៌នានឹងជាក់លាក់ហើយទៀតពីវេលាត្រូវផ្ដល់ឲ្យកំឡុងពេលភ្លាមបន្ទាប់ពីបំពេញការងាររបស់សិស្សឬក៏និយាយពេលតែបន្តិចក៏បានដែរហើយរបៀបផ្ដល់មតិកែលម្អនឹងត្រូវផ្ទាល់មាត់ការយើងអាចប្រើតាមវិធីនិយាយផ្ទាល់មាត់ឬក៏ការសរសេរនិងការបង្ហាញជាទូទៅនៅក្នុងថ្នាក់ហ្នឹងហើយអ្នកស្ដាប់នឹងត្រូវផ្ដល់ឲ្យសិស្សម្នាក់ដូចជាក្រុមតូចនិងក្រុមធំហើយយើងត្រូវវាចម្លែកក្នុងម៉ោងសិក្សាដោយផ្ដល់ជាលក្ខណៈបុគ្គលវិញកុំឲ្យបន្ទុកតាមក្រុមឬក៏វាចម្លែកតាមក្រុមយើងមើលថាពេលដាក់កិច្ចការក្រុមទៅអ្នកណាគេដែលចូលរួមឆ្លើយអ្នកណាដែលសកម្មជាងគេអាហ្នឹងវាចម្លែកជាបុគ្គលប្រភេទនៃកិច្ចការយើងត្រូវផ្ដោតលើអ្វីដែលយើងបានបង្រៀនហើយនឹងរបៀបដែលយើងបង្រៀនផ្ដល់ព័ត៌មានត្រឡប់ផ្ដោតលើចំណេះដឹងនិងការយល់លើខ្លឹមសារដែលបានច្បាស់លាស់បាទចឹងការវិនិច្ឆ័យតាមដំណាក់ដោយផ្អែកលើការវិនិច្ឆ័យបញ្ចប់ហ្នឹងវាមានប្រភេទ
មុនដែលយើងមានម្លាយមានដូចជាលំហាត់និងមានរចនាសម្ព័ន្ធជាបរិតេស្តមុននឹងយើងមករៀនហើយយើងត្រូវមានកិច្ចការតេស្តសំណួរខ្លីៗឬក៏តេស្តតាមមេរៀនអញ្ចឹងណាកិច្ចការនៅក្នុងថ្នាក់ឬយើងផ្ដល់មតិកែលម្អឬក៏យើងផ្ដល់ជាគំរូមួយហើយការប្រឡងចុងឆ្នាំឬក៏ចុងឆ្នាំមាសតាមឧបករណ៍ digital អញ្ចឹងហើយយើងត្រូវផ្ដល់ព័ត៌មានត្រឡប់ដូចជាប្រភេទហើយរបៀបនៃការចែកចាយការសន្មត់ជាមុនគឺគិតពីពេលវេលានិងការឆ្លើយតបអាសាហើយមតិកែលម្អការបង្រៀនគឺការសិក្សាប្រកបដោយសមត្ថភាពហើយការឆ្លើយតបមានអន្តរាគមន៍ពីមជ្ឈដ្ឋានជុំវិញនៅក្នុងថ្នាក់រៀនហ្នឹងការបង្រៀនឆ្លើយតបភាពខុសគ្នារបស់សិស្សថាយើងបង្រៀនសិស្សតាមប្រភេទមិនដាក់តាមវិធីសាស្ត្រមួយទៅទាំងអស់វាអាចមានលទ្ធផលល្អវឌ្ឍនភាពសិក្សារបស់សិស្សនឹងត្រូវមានគំរូការបង្រៀនការសាចុះឡើងច្រើនដងមិនឲ្យឆាប់ចាប់បានណាក្មេងវាងាយចាប់បានណាអញ្ចឹងទៅនិយាយដែលច្រើនអញ្ចឹងខ្ញុំហាត់ដែលមានរចនាសម្ព័ន្ធហ្នឹងគឺចង់និយាយពីយើងត្រូវដាក់សម្ហាត់ដែលមិនធ្វើឲ្យមានការថប់អារម្មណ៍ណាធុញទ្រាន់ណាដូចជាចាំថ្ងៃឈប់សម្រាកឬក៏ចាំនៅក្តៅលេងល្បែង digital ការបង្ហាញផ្ទាល់មាត់ present អញ្ចឹងហើយមិនបរិយទេសមួយថាចង់ដឹងថាតើសិស្សអាចយល់បាននៅចំណុចនឹងប៉ុណ្ណាបើយល់បានច្រើនហ្នឹងយើងងាយស្រួលក្នុងការបញ្យល់បែបផ្សេងមិនទាន់យល់យើងបញ្យល់មានរបៀបយល់បែបផ្សេងអញ្ចឹងហើយកិច្ចការតែហ្នឹងត្រូវដាក់ជាប្រចាំដើម្បីពង្រីកចំណេះដឹងមកសិស្សហើយសិស្សស្រាវជ្រាវជាប្រកួតឬក៏ជាក្រុមហើយកិច្ចការក្នុងថ្នាក់ហ្នឹងក៏យើងត្រូវឲ្យសិស្សធ្វើជាសកម្មភាពបានច្រើនដែរដើម្បីសមស្របនឹងការបង្រៀនតាមបែបសិស្សមជ្ឈមណ្ឌលហើយមានសំណួរខ្លីៗមានតេស្តហើយមានឯកសារដែលយើងបានបង្រៀនហ្នឹងហើយជូនដំណឹងជាដល់សិស្សជាមុនហ្នឹងហើយការវិនិច្ឆ័យរួមគ្នាគឺយើងត្រូវរៀបចំការវិនិច្ឆ័យជាមួយគ្រូជាសហការីនិងការវិនិច្ឆ័យសិស្សទាំងអស់បាទអញ្ចឹងនៅក្នុងមេរៀនហ្នឹងគឺមានតែប៉ុណ្ណឹងបាទអញ្ចឹងខ្ញុំសូមបញ្ចប់ការសង្ខេបខ្ញុំសូមតែប៉ុណ្ណឹងសូមអរគុណសូមជម្រាបលា